បាទជម្រាបសួរបងប្អូនអរគ្នានៅក្នុងថ្ងៃនេះសូមមកចែកម្លែកមកផ្នែកទៀតតកតងនឹង dynamic block ដូចគ្នាតែតកតងនឹង dynamic block rotation ការបង្វិលជុំវិញដោយយើងមិនបាច់ចាំហត់ក្នុងការប្រើ comment អញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងយើងអាចបង្វិលវាទៅណាក៏បានដែរអាហ្នឹងគឺ dynamic block rotation អញ្ចឹងដើម្បីយើងអាចធ្វើវាបានចឹងមុនដំបូងហ្នឹងគឺយើងត្រូវ block object ដែលយើងចង់ធ្វើការបង្កើត dynamic ហ្នឹងយើងវាយអក្សរ B ទៅហើយយើងទៅសេឈ្មោះមកគេយកវា select point ហើយចុច OK ទៅហើយក្រោយមកទៀតយើងចូលទៅក្នុង block ហ្នឹងទៅដើម្បី click លើ object របស់យើងហើយក្រោយមកទៀតគឺយើងចូល parameter ហើយយើងយកពាក្យ rotation ហើយយើងយក snap block កណ្ដាលមកហើយយើងគូអូសវាវែងដើម្បីងាយស្រួលមាន point ក្នុងការចាប់ទាញហើយក្រោយមកទៀតយើងយក action ហើយយើងយកពាក្យ rotation ហើយយើង select ទៅលើ rotation ដែលយើងបានគូស parameter ហ្នឹងយើង select ឲ្យរួចហើយយើង select object ម្ដងទៀតហើយយើង OK ហើយយើងចេញពី block ហ្នឹងទៅ save block ហ្នឹងនោះជាការស្រេចយើងបាន dynamic rotation មួយដែលយើងអាចបង្វិលទៅតាមទិសនៅកំណត់ដំបូងដែលយើងចង់បង្វិលហ្នឹងចឹងសូមអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូនេះចឹងបងប្អូនមានចំណាប់អារម្មណ៍ឬក៏នេះអីអាចជួយ like ជួយ share និង comment និងគាំទ្រទៅលើ channel ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា